វីដេអូនេះនាំអ្នកទាំងអស់គ្នាទៅកោះទន្សាយទៅតាំងពីថ្ងៃ4អ៊ំទូកបណ្ដៃទៅបានកាត់ជិះតាមផ្លូវចូលមករយៈឲ្យប្តីថើបក្បាលមួយសិនហើយឃើញសัตว์នេះអត់ដឹងគេហៅសัตว์អីតែវាខ្ជូតទេសភាពតាមផ្លូវស្អាតខ្លាំងមែនតើខ្ញុំជិះកាត់កន្លែងនេះ10ដងខ្ញុំថតទាំង10ដងហើយមកដល់កែបហ្នឹងខ្ញុំចូលផ្សារក្តាមមុនគេអូនេះឃើញអាមកចកាទូចខ្ញុំឃ្លានបដ ហើយដើមមកក្រុមអត់មានអ្នកចេះតថ្លៃទេចេះតែម្នាក់ហ្នឹងអញ្ចឹងគ្នាអ្នកទិញគ្នាអ្នកតថ្លៃតែឯងឲ្យសុទ្ធហូបបានហើយយើងហៅកន្លែងញ៉ាំអីនិយាយទៅនៅដំណាក់ហ្នឹងយើងជួលកន្លែងគេដោយសារតែយើងអត់ទិញមកហូបគេអញ្ចឹងកន្លែងអង្គុយគេឆាបាយហើយម្នាក់មាន energy ហ្មងខ្ញុំវិញធ្វើសាយឲ្យប្តីចាបន្ទាប់មកទៀតអត់ចង់ចុចទូរស័ព្ទឲ្យចិត្តទៅរកអីលេងឲ្យរវល់ទៅញ៉ាំបាយហើយយើងមករកទិញសមុទ្រដែរដើម្បីជិះទូកទៅកោះពេលទិញសមុទ្រហ្នឹងយើងចាំទូកគេយូរដែរកន្លះម៉ោងហើយបន្ទាប់មកទូកមកដល់យើងជិះទៅនេះណាគេពុលទូកពុលលោកអីមើលអត់សុបាយប៉ុន្តែខ្ញុំសុបាយសាហាវឡើយខ្ញុំអង្គុយនេះលយពេលទឹកសាច់មកឡើងមានអ៊ីនធឺណិតជិះទូកទៅកោះទន្សាយហ្នឹងតាមផ្លែតណាពីកំពង់ផែទៅដល់កោះបាត់យឺតហើយភីច្រើនកោះហ្នឹងគេទៅព្រឹកវេលាល្ងាចទេដោយសារកោះហ្នឹងតូចអញ្ចឹងគេទៅមួយផ្លែទេប៉ុន្តែពួកខ្ញុំវិញទៅសដេក2យប់នេះផ្ទះដែលខ្ញុំដេកអាពេលជិះទូកហ្នឹងទឹកសាច់មកសក់ក្បាលលែងមានម៉ូដែរមុខវិញច្រើន make up អស់លេងខ្ញុំឃើញផ្ទះគេតំណងអាមានអីតោងខ្ញុំចូលចិត្តតោងហើយបន្ទាប់មករៀនល្ងាចល្មមនេះយើងនាំគ្នាទៅមើលកន្លែងមាត់ឆ្នេរអូយស្អាតដែរតាដើររើខ្ចង់ខ្ចៅមាត់សមុទ្រអីចឹងនេះអ្នកនរគ្នាពេលស្មាននេះអត់តមាន sunset ទៅជាមួយទឹកទៀត sunset ស្អាតខ្លាំងមែនតើស្ទាយប្រចាំតកូនអ្នកលេងសមុទ្រដឹងគេថតជើងមួយទឹកសមុទ្រចាមិនតមកប្រហែលផងក៏យើងបានផ្លាស់មកឈុតទៀតឲ្យយកមកថតហុក sunset នៅ sunset ស្អាតមែននៅនេះគឺស្អាតហ្មងទៅកោះទន្សាយហ្នឹងខ្ញុំអត់ស្ដាយក្រោយដោយសារបានមើល sunset ស្អាតខ្លាំងមែនតើរបៀបឡើងពណ៌មាសហ្មងខ្ញុំមកដេក enjoy ដែរនេះណាថតអីថតទៅកុំខ្វល់ទៅថើបពុនមួយទៀតទៅធ្វើអើយនេះគេថាជួបថើបចាមិនតមកប្រហែលហងកោសខ្ចោលបើមិនកោសខ្ចោលទេគឺខ្ញុំខ្ចោលចាប់ហើយយប់ឡើងខំយក laptop យកអីមកធ្វើការកើតទេនៅនឹងអត់មានសេវាដែរទិញថតចង់ទៅធ្វើការទៅកោះទន្សាយអត់មានទេសម្បីតែភ្លើងអត់មានទេនេះខ្ញុំមានអារម្មណ៍ខ្ញុំវិលត្រឡប់ទៅអាពេលខ្ញុំនៅទួយអាផ្ទះដាក់គួយហេងអីខ្ញុំយកអាភ្លើងទូចមួយដើម្បីយកទៅថតហុកមានណាមានអីប្រើការបានដែរនេះអាហ្នឹងដូច7ចឹងដាក់ភ្លើងចឹងនឹងមិនគេអត់បើកភ្លើងឲ្យយើងទេប៉ុន្តែគេមានម៉ោងកំណត់ដែរអ្នកខ្ញុំភ្លេចបាត់ហើយដឹងម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាននេះគេបើកឲ្យយើងអាចប្រើកង្ហាលបានហើយនឹងមានភ្លើងបញ្ចូលទូរស័ព្ទអីចឹងទៅព្រឹកឡើងគេអត់តងើបពីដេកប៉ុន្តែខ្ញុំ2នាក់ខ្ញុំដើរជុំវិញកោះបដ ாய்កោះហ្នឹងដូចខ្ញុំនិយាយចឹងតូចទេអញ្ចឹងយើងដើរទៅមួយផ្លែតជុំដើរជួប jellyfish អូអានេះធំខ្លាំងមែនតើនិយាយទៅជួបច្រើនហើយប៉ុន្តែនេះធំខ្លាំងជាងគេពួកអញ្ចឹងខ្ញុំជួយឲ្យវាកន្លាប់ចុះខំមកទៅដើរមើលទេសភាពវិញទៅរកកាហ្វេឲ្យប្តីអីអត់ទៅកុំឲ្យអត់កាហ្វេហើយនឹងតកហើយបន្តមកទៀតយើងមូសទៅកន្លែងដេកមួយទៀតមុខមួយឡើងស្មើអស់ហើយទៅមែនតែនទៅតែមួយថ្ងៃគឺគ្រប់ហ្មងនៅនឹងតែជ្រុលជាកក់កន្លែងគេហើយយើងស្ដាយលុយយើងដេកគ្រប់មួយយប់ទៀតហ្មងទៅមកផ្ទះថ្មីហើយយើងរកទូកស្ទួយត្រីប៉ុន្តែអត់មានទូកស្ទួយត្រីដោយសារតែយើងអត់បានកក់គេអញ្ចឹងបានធំដេកមើល view អីហ្នឹងហើយយើងអត់ដឹងថាទៅណាទៀតទេព្រោះអីក៏អត់ចង់ចេញទូកទៅវិញទាំងថ្ងៃទាំងអីដែលយើងសល់ពេលច្រើនហើយញ៉ាំអីញ៉ាំនៅលើកោះហ្នឹងហ្មងទៅអូនម៉ាសាប្រេកថើបមួយទៀតចាដោយសារតែនៅសល់ពេលច្រើនពេកស្អីយើងអត់បានស្ទួយត្រីអញ្ចឹងយើងចិត្តទៅរកអីធ្វើរវល់ទៅមកឆ្នេរមកខាងទៀតពូអ្នកលក់គាត់ប្រាប់ថានៅនឹងក៏ឆ្នេរស្អាតដែរមានអី view ស្អាតរបស់គេហើយនៅនឹងអត់មានសេវាទូរស័ព្ទណាទៅដកនេះដេកមើលឃើញមើលអញ្ចឹងមើលហុកថតមើលអីហើយគៀបសក់ពីយប់អាហើយចាដោយសារតែព្រឹកឡើងមក6គេបិទដែរសារនៅនឹងគេប្រើម៉ាស៊ីនភ្លើងអញ្ចឹងយើងប្រើភ្លើងមានកំណត់ព្រឹកឡើងមានកញ្ចក់មានអីទេគឺជាកញ្ចក់របស់ពួកខ្ញុំចាមើលឡើងឃើញមុខវាចហ្មងធម្មតាមើលក្នុងកញ្ចក់អត់ឃើញខ្លួនឯងស្អាតដល់ពេលមើលក្នុងកាមេរ៉ាមកដូចបិសាចបដ ாய்សល់ពេលច្រើនដែរកាច់រៀងកាច់អីទៅទ្រាំទុកមកយកយើងទៅវិញនេះពួកខ្ញុំរៀបចំឡើងទុកឡើងអីខ្ញុំទៅកោះហ្នឹងអារម្មណ៍ជិះទូកគឺសប្បាយបំផុតមកឆ្លៀតមកកពតតិចមកញ៉ាំកាទៀវកន្លែងគេល្បីនេះឆ្ងាញ់របស់គេមែនត្រឡប់មកវិញជាមួយនឹងការជើងក្រៅអូខេផ្អើលក្នុងឡានចេញពីកពតហ្នឹងយើងមកញ៉ាំបកងនៅតកែវប្លុកចប់ត្រឹមហ្នឹងចានិយាយទៅជាចុងក្រោយបើទៅកោះទន្សាយទៅតែមួយថ្ងៃឬមួយក៏ទៅព្រឹកវេលាល្ងាចក៏បានដែរព្រោះដូចខ្ញុំនិយាយចឹងកោះហ្នឹងយើងដើរតែមួយថ្ងៃគឺសពហើយ